គ្រាន់តែភេសជ្ជៈមួយកែវនេះជួយសុខភាពបងប្អូនច្រើនមែនតើជួយទាំងបដិជាតិពុលជួយទាំងផ្ដល់សំណើមស្បែកបងប្អូនឃើញអញ្ចឹងតិចគិតថាពិបាកញ៉ាំអត់ពិបាកញ៉ាំទេស្រួលញ៉ាំណាស់រសជាតិគេមកល្មមប្រហើរឈ្ងុយពេលបានញ៉ាំទៅមានអារម្មណ៍ថា fresh មែនតើហ្មងបងប្អូនចង់ដឹងកុំភ្លេចសាកធ្វើណាភេសជ្ជៈហ្នឹងគ្រឿងផ្សំមានតែ4មុខទេបងប្អូនអូយខ្ញុំនិយាយមែនខ្ញុំដើររកទិញជីកាងមកដល់អសល់មកកញ្ចប់ហើយចង់ពេលគេឌីសខោនទៀតសំខាន់ណាស់បាននៅល្អយកមកបងប្អូនហើយទៅសក់ពងក្រូចហ្នឹងខ្ញុំទិញនៅឡាក់គីនិយាយទៅសម្រាប់បងប្អូនដែលគាត់អត់មានពពួកទឹកលាងសម្អាតបន្លែបងប្អូនអាចលាងជាមួយម្សៅ baking soda 5ពី15ទៅកន្លះម៉ោងអីទៅដើម្បីជួយសម្លាប់មេរោគនៅលើបន្លែក៏ដូចជាកាត់បន្ថយសារធាតុគីមីនៅក្នុងបន្លែដែលគេបាញ់ថ្នាំនៅលើបន្លែអញ្ចឹងណាបងប្អូនពួកឯងយើងអត់ដឹងថាបន្លែទាំងអស់មានបន្លែណាមានថ្នាំឬក៏បន្លែណាអត់មានថ្នាំទេដោយសម្រាប់ទៅសក់អីគឺជាបន្លែ organic ទេខ្ញុំទិញមកដែរក្រៅពីនោះជាបាននាំចូលអញ្ចឹងយកច្បាស់ 100% ទេថារបស់គេ organic ឬក៏តាមសារទំនើបក៏ឡាក់គីគាត់បញ្ជាក់ច្បាស់អាវ៉ាណាសុខភាពគាត់ដាក់ហ្មងថាបន្លែសុខភាពអញ្ចឹងខ្ញុំព្យាយាមរកបន្លែសុខភាពឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំចាំអត់មានយើងគិតតាមដូចតែបងប្អូនឃើញអញ្ចឹងណាខ្ញុំដាក់ទឹកប្រហែលជា 500 ml ក្រូចខ្ញុំដាក់តិចទេដោយសារតែខ្ញុំអត់ចង់ឲ្យជូរពេកទេបើបងប្អូនមានទូទឹកកកបងប្អូនដាក់លាយចូលគ្នាអញ្ចឹងណារយៈពេល4ម៉ោងអស់ប្រសិទ្ធភាពហើយបងប្អូនត្រូវយកមកញ៉ាំទៀតទេបើសិនជាបងប្អូនមានទូទឹកជាបងប្អូនទុកបានពេញ24ម៉ោងពេលចង់ញ៉ាំទឹកយើងយកមកញ៉ាំមកបងប្អូនញ៉ាំមួយអាទិត្យម្លងមួយអាទិត្យល្អបំផុតបើសិនជាបងប្អូនឈឺកាពះបងប្អូនកុំញ៉ាំពេលពោះតទេណាញ៉ាំក្រោយអាហារតែបើសិនជាបងប្អូនអត់ឈឺកាពះទេអាចញ៉ាំពេលពោះតទេបានពេលយើងក្រោកពីព្រលឹមឡើងហ្នឹងដាក់មួយកែវមកបងប្អូនសម្រាប់ការណែនាំខ្ញុំសម្រាប់បងប្អូនដែលមានទូទឹកកកបងប្អូនធ្វើពេលល្ងាចអញ្ចឹងទៅខ្លះសេទុកអញ្ចឹងណាពេលព្រលឹមឡើងយើងយកមកញ៉ាំមកជំនួយសុខភាពស្រួលញ៉ាំទៅមានអារម្មណ៍ថា fresh ដោយសារឈ្ងុយពីជីអង្កាមខ្ញុំអត់ហ៊ានដាក់ច្រើនដោយសារខ្ញុំចាញ់ក្លិនជីអង្កាមតែបើដាក់តិចខ្ញុំឈ្ងុយវិញពេលដែលបងប្អូនញ៉ាំពេលល្ងាចអញ្ចឹងណាព្រលឹមឡើងបាត់ជើងមកអស់ញ៉ាំឲ្យបានមួយអាទិត្យជាប់គ្នាបងប្អូននឹងមានអារម្មណ៍ថាក្បាលពោះបងប្អូនតាក់គ្នាគឺស្រកហើយពេលដែលញ៉ាំទៅខ្ញុំមានអារម្មណ៍ថា fresh ស្រស់ស្រាយមែនតើរូបមន្តនេះខ្ញុំធ្លាប់ចែកម្លែកដូចជាឆ្នាំម៉ានេះអ្នកបងប្អូនផលិតចេះប្រហែលជាដូចជា2ឆ្នាំមុនវាពិតជាល្អខ្លាំងណាបងប្អូនប៉ុន្តែកុំញ៉ាំសម្រុកបច្ចៈណាញ៉ាំសម្រុកប្រយ័ត្នពុលទឹកបងប្អូនបើទោះជាបងប្អូនមិនធ្វើជាមួយនឹងរូបមន្តបដិជាតិពុលនេះក៏ដោយញ៉ាំទឹកធម្មតាក៏ដោយកុំញ៉ាំសម្រុកឲ្យសោះបងប្អូនញ៉ាំត្រូវចេះទុកពេលឲ្យរាងកាយយើងបានសម្រាកដែរមិនមែនអូអត់តែថាទឹកល្អចេះតែញ៉ាំទៅអត់សម្រាកអត់ទេណាបងប្អូនពេលដែលយើងស្រេកយើងញ៉ាំអញ្ចឹងទៅញ៉ាំម្ដងធំថាអូអស់កន្លះលីត្រអីចឹងទៅសម្រាប់ខ្ញុំផ្ទាល់ញ៉ាំម្ដងអស់ប្រហែលជាកន្លះលីត្រអត់មានថាអស់កន្លះលីត្រហ្នឹងហើយដល់ពេលបន្ទាប់មកពីហ្នឹងអត់ស្រេកទេដាក់កន្លះលីត្រទៀតអត់បានទេណាបងប្អូនប្រយ័ត្នពុលទឹកបច្ចៈទៀតព្រោះនៅក្រៅប្រទេសបងប្អូនបានមើលព័ត៌មានដឹងហើយមានអ្នកពុលទឹកស្លាប់គាត់ញ៉ាំច្រើនលើសកម្រិតពេកហើយញ៉ាំបខំញ៉ាំតាមដំណើរមួយក្នុងរយៈពេលមួយថ្ងៃពេញហ្នឹងណាយើងត្រូវញ៉ាំទឹកយ៉ាងហោចណាស់ក៏បាន2ទៅ3លីត្រដែរគ្រាន់តែយើងញ៉ាំទឹកគ្រប់គ្រាន់ណាយើងទទួលបាននៅសុខភាពល្អមួយបាត់តែបងប្អូនហើយបើសិនជាបងប្អូនគិតថាអូអត់ដឹងថាគួរញ៉ាំទឹកពេលណាពេលដែលបងប្អូនស្រេកញ៉ាំទៅហើយពេលដែលបងប្អូនអត់ស្រេកពេលដែលបងប្អូនតាគ្នាចូលបន្ទប់ទឹកពេលយើងបាត់ជើងតូចហើយយើងញ៉ាំភ្លាមមកញ៉ាំល្មមមកផ្សើមកអញ្ចឹងមកមិនបាច់ញ៉ាំលក្ខណៈបខំដូចខ្ញុំនិយាយអញ្ចឹងញ៉ាំតិចអញ្ចឹងណាបងប្អូនញ៉ាំតិចអញ្ចឹងទៅធ្វើយ៉ាងណាលៃថាធ្វើរយៈពេលមួយថ្ងៃយ៉ាងហោចណាស់ក៏2ទៅ3លីត្របើបាន3លីត្រល្អហ្មងហើយបើបានធ្វើជាមួយនឹងទឹក boost នេះញ៉ាំទៀតទៅអូយបងប្អូនជំនួយទាំងសុខភាពជំនួយទាំងសម្រស់បានទាំងជួយបដិជាតិពុលបងប្អូនកុំភ្លេចសាកធ្វើញ៉ាំណាសម្រាប់បងប្អូនដែលគាត់មានជាមួយនឹងក្បាលពោះធំញ៉ាំល្អខ្លាំងណាស់ខ្ញុំមានក្បាលពោះធំទេក្បាលពោះខ្ញុំគឺរាបស្មើហ្មងប៉ុន្តែខ្ញុំញ៉ាំដើម្បីបដិជាតិពុលចេញពីរាងកាយជាមួយនឹងញ៉ាំឲ្យជំនួយសុខភាពរបស់យើងហើយមួយទៀតក៏ជួយឲ្យខ្ញុំបាត់ជើងមកស្រួលដែរបងប្អូនព្រលឹមឡើងគឺមកអស់ហ្មងសំខាន់រសជាតិឆ្ងាញ់ហើយជួយស្បែកយើងមានសំណើមអញ្ចឹងខ្ញុំរៀបរាប់ប៉ុណ្ណេះសង្ឃឹមថាបងប្អូនយល់បើសិនជាបងប្អូនអត់យល់ត្រង់កន្លែងណាអាច comment សួរខ្ញុំបន្ថែមបានជួបគ្នានៅវីដេអូក្រោយអរគុណបងប្អូនពីមុនខ្ញុំអត់សូវជឿទេរឿងប្រើផលិតផលធម្មជាតិអីនោះជាពិសេសរូបមន្តធម្មជាតិនឹងតែម្ដងរៀបមកជាទេបងប្អូននិយាយមែនតតែខ្ញុំបានសាកខ្លួនឯងផ្ទាល់ហ្មងតខ្ញុំអស់ជំរឿនិយាយស៊ីណាបងប្អូនអស់ជំរឿពីការប្រើប្រាស់ផលិតផលមួយឈុត$200ចុះក្រោមខ្ញុំសាកឲ្យអស់ឲ្យបងប្អូនប៉ុន្តែមុខខ្ញុំអត់បានស្អាតសោះមិនមែនថាផលិតផលគេអត់ល្អណាមកពីស្បែកមុខខ្ញុំរឹសសាហាវមិនងាយប្រើត្រូវទេបងប្អូនបើត្រូវក៏ត្រូវបានធ្វើមករយៈពេលខ្លីហើយមុខយ៉ាប់មើលលឺដើមអស់លុយមិនចេះតិចទេបងប្អូនហើយថ្ងៃនេះនិយាយពីថាក្តីសុខខ្លាំងមកហើយនេះមុខខ្ញុំឥឡូវណាបងប្អូនជួបបងប្អូនភាគច្រើននឹងក្រៅក៏ថាមុខខ្ញុំអត់សមអ្នកមុខដែលធ្លាប់មានបញ្ហាសរស័កបណ្ដឹងបងប្អូននិយាយទៅគឺពិតហ្មងអត់ឲ្យបងប្អូនខកចិត្តទេ